วิหะบริชาติปีคเนบตีมวยตะเตียไซหะหะนุริเจียอภิเษกังกาตุกามเมากานุព្រះបាទសីហៈអនុរាជមានព្រះរាជហឫទ័យប្រាថ្នានឹងអភិសេកសិរីសុទ្ធោទនរាជកុមារទ្រង់ឲ្យអញ្ជើញព្រាហ្មណ៍8នាក់មកទ្រង់ត្រាស់ព្រះរាជបញ្ជាឲ្យទៅស្វែងរកព្រះរាជកញ្ញាប្រកបដោយបញ្ចពិតកល្យាណីនិងលក្ខណៈ64ប្រការទើបទ្រង់ព្រះរាជទានព្រះរាជទ្រព្យ8000កហបណៈដល់ព្រាហ្មណ៍ព្រមទាំងមណិពលទ្ធនៈហើយផ្ដាំថាបើព្រាហ្មណ៍រកបានខត្តយកញ្ញាត្រូវប្រដាប់នៅគ្រឿងប្រដាប់នេះជាសង្កល់ព្រាហ្មណ៍ទាំង8នាក់ក៏ទទួលទៅស្វែងរកគ្នាទី2ក្នុងការនោះនាងសិរិមហាមាយាមានមូលបនិធិកុសលកសាងតាំងពីព្រះសាសនាព្រះពុទ្ធវិបស្សីតារាមកនាងបានមកកើតជាព្រះរាជធីតាព្រះបាទអញ្ជនៈជានាធិបរាជនាមប្រកបដោយបញ្ចពិតកល្យាណីនិងលក្ខណៈ64ប្រការមានវ័យវឌ្ឍនាប្រជជន16វស្សាក្នុងការចិត្តមាសពណ៌មីខាងកើតកមហរដូវនាងនាំបរិវារស្ដេចទៅក្រសាលក្នុងឧស្សាហគ្នាទី3ក្នុងកាលនោះព្រាហ្មណ៍ទាំង8នាក់ដែលព្រះបាទសីហៈអនុរាជត្រាស់ប្រើមកក៏ដើរស្វែងរកក្នុងនគរដតីមិនបានលុះមកដល់នគរទេវតហនគរក៏ដើរទៅក្នុងឧស្សាហបានឃើញព្រះនាងសិរិមហាមាយាដែលប្រកបដោយបញ្ចពិតកល្យាណីនិងលក្ខណៈ64ប្រការព្រាហ្មណ៍សន្តានាសាកសួរសពគ្រប់ហើយក៏ថ្វាយមណិពលទ្ធនៈដល់ពនាងទើបទៅកាន់សំណាក់ព្រះបាទជានាធិបរាជក្រាបទូលសពសេចក្តីព្រះបាទធិបរាជទ្រង់ព្រមនឹងថ្វាយព្រាហ្មណ៍ទាំងឡាយក៏ត្រឡប់ទៅកាន់កបិលវត្ថុបុរីក្រាបបង្គំទូលសេចក្តីដល់ព្រះបាទសីហៈអនុរាជសពគ្រប់ប្រការគ្នាទី4ក្នុងថ្ងៃដែលព្រាហ្មណ៍មកដល់ចំណែកព្រះបាទសីហៈអនុរាជទ្រង់ឃើញសុបិននិមិត្តក្នុងវេលារាត្រីឯសុបិននិមិត្តនោះប្រកបជា2ប្រការគឺទ្រង់ឃើញថារតនវិមានមួយមានជាន់18ផុសឡើងអំពីភូមិភាគក្នុងទីពាក់កណ្ដាលចម្ពោះទ្វីបទៅដល់ភវកៈព្រំប្រការមួយទ្រង់ឃើញថាមានមហាគង្គគាមួយវែងជ្រៅក្រៃពេកក៏ដេកដាស់ដោយរបៀបនៃលោកធំមានអគ្គបុរសមួយដែលនៅក្នុងប្រាសាទនោះតាក់តែងសំពៅនិងចម្លងនៅសត្វទាំងអំបាលនោះអំពីត្រៃអាយទៅកាន់ត្រៃនាយប្រការមួយគ្នាទី5ព្រះបាទសីហៈអនុរាជកាលបានទ្រង់ព្រះសន្តាប់ពាក្យព្រាហ្មណ៍ក្រាបបង្គំទូលដូច្នេះព្រះអង្គមានព្រះរាជហឫទ័យរីករាយទ្រង់បង្គាប់ឲ្យអាមាត្យតាក់តែងមគ្គវិថីអំពីកបិលវត្ថុបុរីទៅដល់នគរទេវតហៈព្រះអង្គក៏យាងទៅកាន់ទេវតហនគរលុះទៅដល់លំពិនីវ័នឧស្សាហក៏ជួបនឹងព្រះបាទអញ្ជនៈជានាធិបរាជស្ដេចសន្តានាដោយព្រះរាជអង្គការផ្សេងទ្រង់ត្រាស់បង្គាប់ជាងការយ៉ាងឯកឲ្យតាក់តែងមហាប្រាសាទនិងរៀបការអភិសេកតាស្មង្ខនេខណៈនោះក៏កម្បនាការដល់បណ្ដុលកម្ពស់សិលាអាសនាសម្ដេចអមរិន្ទ្រាធិរាជទ្រង់អាវចនាការជ្រាបច្បាស់នៅហេតុទ្រង់បង្គាប់ឲ្យវិសកម្មទេវបុត្រឲ្យមកនិមិត្តប្រាសាទដ៏ប្រកបដោយគ្រឿងឧបករណ៍ទាំងពួងគ្នាទី6ព្រះរាជានិងខត្តយវង្សទាំងពីរនគរក៏នាំពួកពលទៅប្រជុំរៀបមង្គលការអភិសេកព្រះរាជបុត្រាបុត្រី
ក្នុងប្រាសាទដ៏ប្រសើរជាស្រេចការហើយក៏ត្រឡប់ទៅកាន់ព្រះនគរវិញចំណែកខាងព្រះបាទសិរីសុទ្ធោទនៈនិងនាងសិរិមហាមាយាទេវីក៏ឧបត្ថម្ភព្រះជាអ្នកនេះដោយគោរពព្រះអង្គប្រតិបត្តិក្នុងបញ្ចកិកសិលនិងទស្សពិតរាជធម៌10ប្រការតាមបុរាណរាជប្រវេណីគ្រប់ប្រការសីហនុរាជាព្រះបាទសីហនុរាជទ្រង់ព្រះរាជាទីវង្គតទៅព្រះរាជឱរសនិងព្រះរាជសុនិក្សាខត្តយវង្សអបញ្ចាមាត្រទាំងពួងក៏រៀបចំធ្វើជាបណកិច្ចបូជាព្រះភ្លើងស្រេចហើយព្រះបាទសិរីសុទ្ធោទនៈទ្រង់សោយរាជសម្បត្តិស្នងព្រះវររាជបិតាជាសុខក្សេមក្សាន្តប្រសើរចប់អវាហនៈបរិច្ឆេទទី2